តែស្ដាប់បទចម្រៀងលើទូរស័ព្ទ iPhone ហើយបិទ screen ឲ្យរលត់ហើយនៅតែលឺនឹងចាំបាច់ download app ណាមួយចំនួនទៅអីនៅលើ iPhone ហើយស្ដាប់បានងាយស្រួលតែម្ដងមកបើចឹងចង់ដឹងរបៀបធ្វើវាមើលវីដេអូនេះគ្រាន់តែអ្នកចូលក្នុង Safari សេររកពាក្យថា YouTube នៅពេលនោះអ្នកប៉ះ track 3ខាងលើហើយបន្ទាប់មកប៉ះ track 3ខាងក្រោមនៅចំណុច3ខាងក្រោមនេះប៉ះលើអក្សរអង់គ្លេសដែលមានថា request desktop website ប៉ះឡើងរូបកុំព្យូទ័រហ្នឹងទៅរូបទូរស័ព្ទអាក្រោមនេះភាសាអង់គ្លេសដូចគ្នាបើភ្លើងអង្សិនឲ្យភ្លឺចឹងមកវាថា request desktop website ពេលអ្នកនេះបានធ្វើនៅកន្លែងពីរប្រយោគខ្ញុំបានបង្ហាញនេះរួចហើយនេះគាត់ប៉ះទៅលើប៊ូតុង share នៅក្រោម screen ទូរស័ព្ទ iPhone យើងចឹងមកនៅពេលនោះវា load ពាក្យថា add to home screen យើងយកវាចេញមកក្រៅដាក់នៅ home screen ទូរស័ព្ទ iPhone យើងតែម្ដងមានស្រួលបែបនេះនេះទៅ share ទៅវិញក៏បានទៅ share ជាចំណាំនៅពេលនេះគឺ YouTube របស់យើងបានបង្កើតចេញមករួចហើយយើង clone វាចេញមកក្រៅបែបនេះចឹងតោះមកយើងចូលក្នុងកម្មវិធីដែលយើងបានបង្កើតបំបញ្ញមិញរួចចឹងមកវានឹងចេញបទចម្រៀងដែលយើងត្រូវការស្ដាប់ទាំងប្រមាណគឺនៅទីនេះទាំងអស់គឺយើងអាចសេររកបន្ថែមទៀតក៏បានតាមចិត្តដែលយើងចង់អញ្ចឹងនៅពេលនេះគឺអ្នកនេះអស់ក្តីបារម្ភអីគ្រប់បទចម្រៀងដែលយើងត្រូវការស្ដាប់ធ្វើការ lock screen ដោយល្ងឹតដោយមិនចាំបាច់បើកបែបនេះក៏បទចម្រៀងអ្នកនេះនៅតែ still play នៅតែដំណើរការជានិច្ចអញ្ចឹង easy មែនទែនមិនចាំ download app ណាមកចំនួនឡើយគឺយើងអាចស្ដាប់បានដោយ free បែបនេះ